ញខ្ញុំដេញពលាខ្លួនឯងតតែ3 4 ឆ្នាំទៀតបានការទៅល្អទេអត់យូរទេបានល្មមទឹកពេលខ្ញុំរៀនធ្វើម្ហូប7មុខសម្រាប់7ថ្ងៃហូបមិនអោយជន់គ្នាងាយណាប្រែខ្លាយខ្លួនឯងជាចុងភៅដើម្បីអនាគតប្តីតែថ្ងៃនេះខ្ញុំនឹងមករៀនធ្វើម្ហូបបែបងាយស្រួលមិនបាច់ចំណាយលុយច្រើនជាបឋមយើងកាន់ឆ្នាំងមួយមកធ្វើមុខម្ហូបដែលអាចហត់ទឹកបានបើកម្លាំងមិនក្រៀមក្រោះអូប្រូហៀងមកខ្ញុំចូលចក្រានអញ្ចឹងខ្ញុំមិនអត់ចិត្តទេព្រោះមួយឆ្នាំអីមិននៅឃើញមកចូលម្ដងផ្សាររឿងម្ហូបនឹងអត់ដឹងបាយមុខទៅខាងណាហ្មងនេះគឺលើកទី1ចេះខិតហ្គាសចេះអីប៉ុណ្ណឹងគឺអែមហើយនេះណាហូបពិសេសរបស់យើងថ្ងៃនេះគឺមីកូរ៉េណូរសជាតិសាច់ជ្រូកចិញ្ច្រាំធម្មតាទេខ្ញុំអ្នកសេវលុយរឿងគិតគូធ្វើម្ហូបនេះខ្ញុំតែគិតណានេះគេមកជាកញ្ចប់និងមកជាកំប៉ុងស្រឡាញ់មួយណាទិញមួយនឹងទៅហើយមកកញ្ចប់តាម1000រៀលទេទីធ្វើញ៉ាំក៏ងាយគ្រាន់តែដាំទឹកឲ្យពុះច្រឡំឃើញឆ្នាំងហ្នឹងថាខ្ញុំស្លយទៅចាណូដាំទឹកឆុងមីបន្ទាប់គឺហាច់មីដាក់ចូលចានអានេះហាគឺពិបាកណាស់អ្នកគ្នាត្រូវតែហាច់ថ្នមប្រយ័ត្នបាក់មីតមកទៀតយើងហាច់គ្រឿងក្រៅដែលមាននៅក្នុងកញ្ចប់ហ្នឹងដាក់ចូលគ្នាមកអូយនេះកាន់តែពិបាកទៀតហើយមិនស្រួលទេណាថ្ងៃនេះកូនបើហត់ណាមានបាល់មីជាមួយនឹងខ្លាញ់យើងចាក់ចូលគ្នាឲ្យសាប់ទៅរសជាតិកាន់តែដិតជីយឹមច្បាស់អស់ពីកញ្ចប់ហ្នឹងមកនេះបានគេហៅថា professional នៃការឆុងមីអូយអត់និយាយលេងសើចទេឈ្ងុយហ្មងបន្ទាប់មកនៅពេលដែលទឹកក្តៅរបស់យើងវាពុះខុចហើយយើងក៏បង្អង់យូរយកវាទៅចាក់ក្នុងចានរួចហើយអ្នកនរគ្នាត្រូវគ្របទុករយៈពេល3នាទីនោះអ្នកនរគ្នានឹងញ៉ាំបានរួចជាការស្រេចទៅមុខម្ហូបនេះគឺជាមុខម្ហូបប្រចាំតកសម្រាប់ខ្ញុំដេញពេលវេលាចំណេញទាំងលុយងាយស្រួល3នាទីបានញ៉ាំតែម្ដងនឹងហើយមិនសរសើរមិនបានវ៉ាមានការទទួលស្គាល់ពីសមាជិកត្រឹមត្រូវចូលមកម្ហូបនេះធ្វើជូនជាពិសេសត្រូវតែញ៉ាំឲ្យអស់ហើយចាំរងចាំ staff feedback ទាំងអស់គ្នាណា fan ថាស្នាដៃរបស់កូនបើម្នាក់នេះយ៉ាងម៉េចដែរអូខេឈ្ងុយនេះឲ្យ10អត់និយាយលេងសើចទេឈ្ងុយតាំងពីហើយកញ្ចប់រហូតដល់ស្រស់ឆ្អិនបើនិយាយពីតសៃមីគេវិញនិយាយពីតុនខ្ញុំញ៉ាំមុនប្រូហៀងប្រហែលដងហើយតែទៅលើកទី1ទេខ្ញុំឆុងឲ្យញ៉ាំហ៎តសៃមីគេតុនល្អហ្មងណាហើយរសជាតិគេល្មមបាច់ថែមគ្រឿងទេរសជាតិនេះចាស់ក៏ញ៉ាំបានដែរដោយសារតែអត់ហឹលសំខាន់ឆ្ងាញ់ជាប់មាត់ហ្មងណាញ៉ាំហើយចង់ញ៉ាំទៀតឃើញទេមកកញ្ចប់ហ្នឹងញ៉ាំមួយឆ្អែតមកព្រោះចំណោះរហូតដល់72ក្រាមនេះកញ្ចប់ធំហើយបើតម្លៃវិញគឺសមរម្យមកកញ្ចប់តែ1000ទេបើយើងធ្វើម្ហូបហ្នឹងគេត្រូវចិត្តហើយគូលុយមើលមិនសល់កញ្ចប់តែ1000មួយថ្ងៃ3កញ្ចប់អស់3000យើងនៅសល់លុយ shopping ធ្វើកញ្ចក់លាបសក់គិតចឹងអត់តែលើកមេដៃអញ្ចឹងបានន័យថាយល់ព្រមឯណាអាយអូឌីម៉ាហ្នឹងហើយកុំបីដឹងថាគេចង់និយាយអីចេះតែលើក support ទៅបើកុហកថារសជាតិមិនឆ្ងាញ់ក៏ដូចមិនកើតព្រោះអស់ពីចានហ្នឹងគឺបង្ហាញផលិតផលឆ្លៀតសុំយើងថែមមួយចានទៀតណាដល់តែយើងខ្ជិលលេងឆុងរួចទៅឆុងខ្លួនឯងមួយក៏ជាប់ស្នាយមីកូរ៉េណូដល់ថ្នាក់ហ្នឹងតែបើថាទៅខ្ញុំក៏ញ៉ាំពួកដែរអស់មកកញ្ចប់ហើយចង់តែថែមមកកញ្ចប់ទៀតបើកលេចមកខាងនេះវិញឃើញគេឆុងតែថែមឲ្យគេឆុងមួយដែរបងថ្លៃគេត្រូវដៃគ្នាសាហាវដល់មើលយូរទៅឯងនេះដូចនៅក្រៅភូមិចង់អ្នកទាំងអស់គ្នាធ្លាប់បានសាក់ញ៉ាំរបស់មីកូរ៉េណូនៅបើនៅទេអាចទិញសាក់ញ៉ាំបានមកកញ្ចប់ទៅ1000រៀលបានញ៉ាំហើយរសជាតិមិនចាំខមមិនប្រាប់ខ្ញុំវិញផង